រឿងថៅកែចិត្តចោលសហនិពន្ធយូលេងនិងលោកអ៊ុំឈឿនឆ្នាំ1956ប្រភេទល្ខោននិយាយរីទូ1នីផានីតអាយុ17ឆ្នាំធ្វើការក្នុងហាងឡាន2ពូហំអាយុកណ្ដាលមនុស្សតៃកុងឡាន3ថៅកែឡាន4នាងយ៉ានប្រពន្ធពូហំ5សុកកម្មករឡាន6មានកម្មករឡាន7គង់កម្មករឡានផានីតនិងតៃកុងគេឃើញផានីតនៅក្មេងរៀងស្គមកំពុងកត់ត្រាចុះដាក់បញ្ជីសៀវភៅធំមួយទើបពូហំចំណាស់ពាក់កណ្ដាលមនុស្សដើរចូលមកគ្រប់ជន់ទាំងពីរឃើញគ្នាសម្លឹងគ្នាយូរបន្តិចទើបពូនិយាយពូហំលោកក្មួយមានរឿងអ្វីបានមើលពូតាំងពីក្បាលដល់ចុងជើងហាក់ដូចជាយើងមិនដែលស្គាល់គ្នាផានីតពូក្រែងឡានពូហំថៅកែនៅនឹងឬទេផានីតចេញបាត់តាំងពីព្រលឹមម្លេះហំយីថ្មើម៉ានទៅគាត់ត្រឡប់វិញពូមានរឿងប្រញាប់ជាមួយនឹងគាត់ផងផានីតមើលទៅបន្តិចទៀតគាត់នឹងអញ្ជើញមកវិញហើយហំចុះពួកអាដែងអស់នោះកំពុងតែរៀបចំធ្វើឡានអាផាកូរីផានីតបាត់ហំទៅមើលពួកអាដែងអស់នោះមួយផ្លែតសិនដើររួចតិចវិញណាហើយកុំឲ្យវាឃើញមុខនាំពិបាកចិត្តទេផានីតអញ្ជើញអង្គុយទៅពូហំធ្វើតាមខ្ញុំឡើងទៅផ្ទះសិនផានីតក៏ដើរយ៉ាងលឿនចេញពីទីនោះហាក់ដូចជាខ្លាចមិនហ៊ានអង្គុយជាមួយតៃកុងហំលោកក្មួយគុំទៅណាអង្គុយនៅនេះហើយឲ្យបាន2នាក់គ្រាន់បានជាគ្នាផានីតក៏ត្រឡប់មកអង្គុយវិញតែធ្វើជាបើកសៀវភៅធ្វើការតៃកុងឡានជុកខ្លះហួចខ្លះច្រៀងខ្លះទើបនិយាយថាយីចំតែម្ដងហើយថៅកែទៅណាក៏ក្រុមម្លេះលោកក្មួយមានលឺនរណាគេនិយាយថាអ្វីពីខ្ញុំទេផានីតឮគេនិយាយតែរឿងនោះហំរឿងស្អីរឿងនោះផានីតរឿងពីម្សិលនោះណាថាលោកបើកឡានទៅចូលឡានអងប៉ាំងហុងលីស្លាប់មនុស្សអស់3នាក់និងមានរបួសជាច្រើនហំរួចដូចម្ដេចទៀតផានីតថាលោកពូតបាត់ឥឡូវរីកការប្រកាសឲ្យគេរកចាប់ខ្លួនមានទាំងផ្សាយតាមវិទ្យុផងថាបាននរណាឃើញរូបលោកពូឲ្យទៅជំរាបរីកការចុះពូឯងមកធ្វើអ្វីកន្លែងនេះតិចគេងមករកមើលម្ដេចមិនកិច្ចឲ្យបាត់ខ្លួនទៅហំសាយមុខតែកិច្ចហើយតែធ្វើម្ដេចឲ្យបានជួបថៅកែបើកលុយសិនផានីតប្រាក់ខែបន្តិចបន្តួចពូឲ្យកុំស្ដាយចាំទៅតិចមានគ្រោះថ្នាក់ធំបើលោកស្ដាយពូត្រូវការលុយធ្វើសាហុយខ្លះខ្ញុំជូនខ្លះបានផានីតហូតកាបូបលុយចង់រាប់លុយឲ្យតៃកុងខ្លះហំរាដៃមិនព្រមទទួលលុយទុកចាយចុះលោកក្មួយពូមានហើយលោកក្មួយឯងមុននឹងមកធ្វើការនៅទីនេះនៅណាពីមុនផានីតនៅរៀនវិទ្យាល័យស៊ីសុវត្ថិខ្ញុំបានខំណាស់ដែលតែប្រឡងចេះតែធ្លាក់ឥឡូវមិនចង់ត្រឡប់ទៅស្រុកសោះព្រោះខ្មាស់គេក៏មកសុំធ្វើការនៅទីនេះយកលុយរៀនឈ្នួលយកទៀតហំក្មួយឯងអាយុប៉ុន្មានហើយផានីតចូលឆ្នាំនេះទៀតបាន17ហើយហំនៅក្មេងណាស់គ្មានទាន់បានដឹងរឿងកន្លុកកន្លៀតជីវិតបន្តិចសោះពូមកនេះមកបើកលុយរង្វាន់មិនមែនមកបើកប្រាក់ខែទេប្រាក់ខែបើកចាយអស់1ខែមុនស្រេចទៅហើយផានីតរង្វាន់ដោយពូបានធ្វើការយូរណាស់មកហើយឬខ្ញុំបើធ្វើការយូរទៅថៅកែថានឹងឲ្យរង្វាន់ខ្ញុំដែរគឺប្រាក់ចំណេញដែលត្រូវចែកគ្នាតាមភាគនោះឬហំរង្វាន់នោះឬគ្រាន់តែនិយាយតែគេមិនដែលចែកទេរង្វាន់ពូគឺរង្វាន់ក្តៅគឺថៅកែណាដែលជាអ្នកបញ្ចេះឲ្យពូបុកឡានអាហុងលីឲ្យវាមានគ្រោះថ្នាក់គេលែងហ៊ានជិះទៀតគេមកជិះតែឡានយើងហើយថៅកែសន្យាថាបើពូធ្វើបានគាត់ឲ្យរង្វាន់10000រៀលរឿងនេះជារឿងស្ងាត់កុំនិយាយឲ្យសោះផានីតយីអូអញ្ចឹងម្សិលមិញគឺពូបុកឡានវាដោយចិត្តណាតែម្ដងហំនឹងហើយដាក់អា1ម៉ោង100តនឯងប្រឡែងចំកណ្ដាលឆ្អឹងជំនីផានីតយីពូហ៊ានធ្វើអញ្ចឹងហំមិនហ៊ានឯណាក៏10000រៀលក៏ផានីតចុះមានអ្នកជីបានស្លាប់ដោយពូឯងបុកឡាននោះហំពួកនោះវាស្អីវាអាយុវាអស់អ្នកណាដឹងធ្វើម៉េចផានីតចុះឥឡូវបារីឆ្កាគេមករកចាប់ពូឯងហំឲ្យតែបាន10000រៀលកិច្ចប្រាវឥឡូវយូភ្លេចខ្លួនបន្លំផ្លាស់ឈ្មោះមកវិញដដែលហើយម្យ៉ាងទៀតថៅកែគាត់សន្យាថាគាត់ជួយគិតគូរគេឯងរឿងអ្វីតែមានលុយហើយវាមិនដែលទៅជាធំរួចទេផានីតខ្ញុំបើថៅកែប្រើបែបនេះទុកជាឲ្យលុយច្រើនយ៉ាងណាក៏មិនហ៊ានដែរហំចុះបើក្មួយធ្វើការរីកការនិយាយឲ្យត្រង់ណាតើលោកក្មួយហ៊ានស៊ីសំណូកឬទេនិយាយឲ្យត្រង់ណាផានីតខ្ញុំមិនហ៊ានថាទេហំឃើញទេរឿងស៊ីសំណូកនិងរឿងបែបពូនេះមិនខុសគ្នាប៉ុន្មានទេផានីតពូឯងសម្លាប់គេទាំងរស់ណាហំចុះស៊ីសំណូកមិនកាច់គេទាំងរស់ចុះបំបត្តិលុយរាជការមិនកាច់គេទាំងរស់អ្នករកស៊ីបំបត្តិគេគ្រប់យ៉ាងមិនកាច់គេទាំងរស់ផានីតអពុតធោឲ្យខ្ញុំយ៉ាងណាក៏មិនហ៊ានដែរទុកជាគេឲ្យប៉ុន្មានក៏មិនហ៊ានសម្លាប់មនុស្សដែរហំកុំអារោគពបាមិនសម្លាប់គេមានតែទុកឲ្យគ្នាឯងស្លាប់លបក្មួយរើសយកខាងណាផានីតខ្ញុំមិនយកទេពូឯងចង់ថាដូចម្ដេចអំបញ្ញមិញ